ដូចមិនដេចតែហៅថាបញ្ញាបើសិនបើយើងយោងតាមខ្លឹមសារនៃសភៅសិលធម៌ពលរដ្ឋទី12គឺមានន័យច្រើនយ៉ាងហើយទៅតាមប្រែប្រួលទៅតាមអ្នកប្រាជ្ញមួយឧទាហរណ៍ដូចជាលោក Clark Barrett បានលើកឡើងថាបញ្ញាគឺជាសម្បត្តិដែលអាចសម្របទៅនឹងស្ថានភាពថ្មីរីឯលោក Delacroix យល់ថាបញ្ញាជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបិយកម្មនៅចំពោះមុខស្ថានភាពមួយហើយបញ្ចូលប្រព័ន្ធអរូបិយទាំងនោះទៅក្នុងស្ថានភាពរូបិយមួយរីឯលោក Hartman យល់ថាបញ្ញាជាអនុគមសម្របមធ្យោបាយនិងគោលដៅរីឯលោក Bergson យល់ថាបញ្ញាជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗរីឯលោក Descartes វិញយល់ថាបញ្ញាជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិតដោយឡែកលោក Coulomb យល់ថាបញ្ញាជាអភន្តរញ្ញាណភ្លាមៗហើយប្រសិនបើយើងយោងតាមទស្សនៈព្រះពុទ្ធសាសនាគឺថាបញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខអ្នកមានបញ្ញាគឺជាអ្នកស្គាល់ហេតុនៃទុក្ខនិងស្គាល់ផ្លូវរំលត់ទុក្ខដូច្នេះយើងឃើញថានៅក្នុងខ្លឹមសារនៃសភៅសិលធម៌ពលរដ្ឋទី12របស់យើងនិយមន័យនៃបញ្ញាវាមានច្រើនអញ្ចឹងបើសិនបើក្នុងករណីនៅពេលប្រឡងថ្នាក់ជាតិចេញសំណួរដែលគេចោទសួរថាតើដោយមិនដេចតែហៅថាបញ្ញាអញ្ចឹងបើជាយោបល់របស់គ្រូយល់ថាអាស្រ័យទៅលើប្អូននៅក្នុងចំណោមទ្រឹស្ដីរបស់អ្នកប្រាជ្ញទាំងប្រមាណ7រូបហ្នឹងបើសិនបើបងប្អូនយល់ថាទ្រឹស្ដីអ្នកប្រាជ្ញរូបណាមួយងាយយល់ងាយស្ដាប់បានហើយងាយធ្វើការពន្យល់សម្រាប់បងប្អូនអាចជ្រើសរើសយកទ្រឹស្ដីអ្នកប្រាជ្ញមួយហ្នឹងយកមកសរសេរហើយធ្វើការអត្ថាធិប្បាយក៏ដូចជាបកស្រាយទៅលើអត្ថន័យនិងខ្លឹមសារដែលលោកបានពន្យល់នោះទៅតួយ៉ាងដូចជាទ្រឹស្ដីព្រះពុទ្ធបាទគ្រូយល់ថាទ្រឹស្ដីព្រះពុទ្ធគឺជាទ្រឹស្ដីមួយដែលងាយស្រួលយល់ដែលព្រះអង្គបង្ហាញថាបញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខហើយអ្នកមានបញ្ញាគឺជាអ្នកស្គាល់ហេតុនៃទុក្ខនិងស្គាល់ផ្លូវរំលត់ទុក្ខអញ្ចឹងតាមខ្លឹមសារនៃទ្រឹស្ដីបញ្ញារបស់ព្រះសម្មាសម្ពុទ្ធនេះយើងអាចធ្វើសេចក្តីអធិប្បាយបន្ថែមបន្តិចទៅគឺបានហើយមានន័យថាបញ្ញាគឺសម្រាប់បង្ហាញផ្លូវទៅកាន់មនុស្សលោកក៏ដូចជាសត្វលោកទាំងឡាយដើម្បីឲ្យសត្វលោកនឹងស្វែងរកនៅសុខសុភមង្គលនៅក្នុងជីវិតកាលណាបើមនុស្សអាចស្វែងរកសុខសុភមង្គលនៅក្នុងជីវិតរបស់ពួកគេបានបុគ្គលនោះគឺឈ្មោះថាជាបុគ្គលដែលមាននៅបញ្ញាហើយដើម្បីទទួលបានសុខសុភមង្គលបាននៅក្នុងទ្រឹស្ដីព្រះសម្មាសម្ពុទ្ធនេះផងដែរគឺបង្ហាញថាដល់ឲ្យស្គាល់ហេតុដែលនាំឲ្យកើតទុក្ខហើយនឹងស្គាល់ផ្លូវដើម្បីរំលត់ទុក្ខផងដែរអញ្ចឹងផ្លូវដើម្បីរំលត់ទុក្ខគឺយើងនឹកឃើញដល់អរិយមគ្គឬអរិយសច្ចៈ4ណាអរិយសច្ចៈ4មានទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈអញ្ចឹងប្រសិនបើយើងស្គាល់នៅអរិយសច្ចៈទាំង4នេះហើយបុគ្គលទាំងឡាយណាដែលបានស្វែងយល់ហើយនិងប្រតិបត្តិតាមទ្រឹស្ដីនេះគឺឈ្មោះថាជនដែលមាននៅបញ្ញាដូច្នេះតេតងជាមួយនឹងខ្លឹមសារនៃបញ្ញត្តិបញ្ញាជាគំនិតរបស់គ្រូគឺគ្រូលើកទឹកចិត្តឲ្យបងអូនជ្រើសរើសយកនៅទ្រឹស្ដីមួយណាដែលងាយស្រួលយល់សម្រាប់បងអូនដើម្បីធ្វើការអត្ថាធិប្បាយនៅក្នុងអត្ថបទសំណេររបស់បងអូនឲ្យកាន់តែល្អហើយវីដេអូនៅក្នុងថ្ងៃនេះគ្រូមានត្រឹមតែប៉ុណ្្នឹងទេហើយជូនពរដល់បងប្អូនទទួលបានជោគជ័យទៅលើការប្រឡងថ្នាក់ជាតិនៅថ្ងៃខាងមុខបាទសូមអរគុណ